បាទសម្រាប់ស្មាត់បបក់ត្រីដៃថ្មីបាទជាអត់ទាន់បានចាប់អារម្មណ៍ជាមួយនឹងនុយកូនកង្កែបទេភាគច្រើនគាត់លេងជាមួយនឹងនុយកឡនតនណាបាទអញ្ចឹងឯនេះស្មាត់របស់យើងគឺចុះមកលេងជាមួយនឹងនុយកូនកង្កែបបាទនុយកូនកង្កែបនេះគឺជាកង្កែបដែលគេចិញ្ចឹមយកសាច់បងប្អូនបាទអញ្ចឹងប្រភេទនុយកូនកង្កែបនេះដៃជើងវាខ្លីជាងកូនកឡនតនអញ្ចឹងសម្រាប់មេដែលគាត់លេងជាមួយនឹងកូនកង្កែបដៃជើងខ្លីនេះគឺក្នុងករណីត្រីខ្សែវិញគឺខំឆាប់ចូលបងប្អូនព្រោះដៃជើងវាខ្លីអញ្ចឹងនៅពេលដែលវាខំទាំងទៅគឺភាគច្រើនគឺចូលហើយព្រោះដៃជើងវាខ្លីហើយសម្រាប់កូនកឡនតនដៃជើងវាវែងអញ្ចឹងខំទាមទារបងប្អូនត្រូវការប៉ុងរៀងយូរបន្តិចបាទអញ្ចឹងសម្រាប់អ្នកដែលគាត់ពិបាកក្នុងការរកនុយកូនកឡនតនសម្រាប់ទៅលេងអីគាត់អាចសាកជាមួយនឹងនុយកូនកង្កែបបានប៉ុន្តែវាមានគុណវិបត្តិរបស់វាដែរដោយសារតែកូនកឡនតនត្រីវាចាប់អារម្មណ៍ជាងដោយសារនៅពេលដែលយើងអូសនុយមកគឺសកម្មភាពនុយគឺវារស់រវើកជាងវាមានចលនាស្អាតជាងកូនកង្កែបដែលគេចិញ្ចឹមដោយសារតែដៃជើងវាខ្លីវាអត់សូវតាក់ទាញអញ្ចឹងណាប៉ុន្តែត្រីស្រែវាអត់ខ្វល់ថាជាប្រភេទកូនកែបកូនកឡនតនអីទេដោយសារតែប្រភេទត្រីស្រែវាជាប្រភេទត្រីថ្មីដែលវាចាប់នុយកាចបាទអញ្ចឹងប្រភេទត្រីអស់នេះវាឃើញនុយបែបណាក៏វាចាប់ដែរឥឡូវយើងទៅតាមដានពីសកម្មភាពនៃការប្រើប្រាស់នុយកូនកង្កែបទាំងអស់គ្នាចាប់ចូលប៉ិនមេដៃត្រីប៉ិនមេដៃប៉ិនមេដៃ3ខំអូធំចាំអូមសាទៅចាំវត្តចូលបាទអញ្ចឹងបងប្អូនកន្លែងខ្លះយើងមើលដែរបើសិនជាករណីយើងអូសនុយលឿនពេកត្រីខំមកអត់តន់ខំចំជើងអីគឺយើងអត់អាចវត្តភ្លាមបានព្រោះពេលខ្លះយើងអូសនុយមកលឿនពេកអញ្ចឹងហើយនៅពេលដែលត្រីខំទៅវាខំអត់ពេញវាខំចំតែជើងក្រោយបន្តិចអញ្ចឹងយើងត្រូវការប៉ុងបន្តិចដើម្បីឲ្យត្រីហ្នឹងលេបនុយអូខ្ញុំភ្លេចឡកឡានភ្លេចបិទគូឡានអត់ចិត្តចាប់ឌីរិស័យដាក់អរិយជន់ដែលសារពួកមន្ទីរមកទូចណា